Và số đây bồn sơ sa nụ sơទាំងអស់គ្នាដែលតាមដាននៅការបង្រៀនរបស់ខ្ញុំថ្ងៃនេះខ្ញុំមាននិមិត្តមួយប្រភេទចែករំលែកទៅអ្នកទាំងអស់គ្នាសម្រាប់ជាការស្រាវជ្រាវដើម្បីបាទត្រៀមប្រឡងផ្សេងហើយក៏ដូចជាការបាទស្រាវជ្រាវសម្រាប់ធ្វើលំហាត់បន្ថែមដូចគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានលីមីតមួយបាទដែលលីមីត x កាត់រអានៃទិសោម f(x) លើ gx ហើយលីមីតនេះមានរាង0លើ0បាទចំពោះអនុគមត្រីកោណមាត្របាទអញ្ចឹងសម្រាប់ការកណនាលីមីតដែលមានបាទតម្រង់រាង0លើ0របស់អនុគមត្រីកោណមាត្រដែលតម្លៃបាទរបស់ x នេះគឺខិតទៅរកចំនួនមួយដែលខុសពី0អញ្ចឹងអ្នកទាំងអស់គ្នាត្រូវដើរតាមក្បួននេះគឺត្រូវតាមអថេថ្មីមួយដែលអថេនេះស្មើជាមួយនឹង x ដក a អូខេអ្នកទាំងអស់គ្នាអាចសង្កេតមើលទីនេះបានថាប្រសិនបើ x ខិតទៅរក a អ្នកទាំងអស់គ្នាតាំងទេស្មើ x ដក a ទៅហើយបើសិនជា x នេះខិតទៅរកដក a វិញអ្នកទាំងអស់គ្នាតាំងទេស្មើ x បូក a វិញបាទអូខេបន្ទាប់ពីអ្នកទាំងអស់គ្នាតាំងទេស្មើ x បូក a ដក a ហើយអ្នកទាំងអស់គ្នាត្រូវទាញរកអថេ x ដោយគ្រាន់តែបោះ a បាទមកអង្គម្ខាងទៀតអញ្ចឹងខ្ញុំបាន x ស្មើជាមួយនឹង a បូកតេបាទអញ្ចឹង a របស់យើងសញ្ញាដករុញទៅអង្គម្ខាងទៀតបដូរទៅជាបូកបាទដោយសារយើងបដូរអថេតេអញ្ចឹងអ្នកទាំងអស់គ្នាវិចារប្រាប់គេតិចថានៅពេលដែល x កាត់ទៅរក a នោះតេរបស់យើងគឺកាត់ទៅរក0បន្តនេះមានន័យថាយើងយកតម្លៃដែល x កាត់ទៅរក a នេះយកទៅជួសចូលកន្លែងទីតាំង x នេះទៅវាបាន a ដក a ដូចគ្នាបាទអញ្ចឹងវាធ្វើឲ្យតេរបស់យើងស្មើ0បាទអញ្ចឹងយើងទៅសេទៅជាតេកាត់ទៅរក0បន្តមកទៀតអ្នកទាំងអស់គ្នាប្រើរូបមន្តបាទថ្មីគឺអថេតេនិមិត្ត x កាត់ទៅរកសំទោសតេកាត់ទៅរក0នៅស៊ីនតេលើតេឬក៏អ្នកទាំងអស់គ្នាអាចនឹងឃើញតេលើស៊ីនតេរូបមន្តទាំងពីរនេះគឺស្មើនឹងមួយដូចគ្នាណាអូខេអញ្ចឹងដើម្បីឲ្យបាទអ្នកទាំងអស់គ្នាយល់ទៅលើបាទរូបមន្តរបស់យើងអ្នកទាំងអស់គ្នាមកមើលការអនុវត្តធ្វើលំហាត់ខាងក្រោមទី1ខាងក្រោមរបស់យើងបាទអញ្ចឹងលីមីតរបស់យើង x ខិតទៅរក pi នៃ pi ដក x ចែកជាមួយនឹង sin x បាទអញ្ចឹងលីមីតនេះជាអនុគមត្រីកោណមាត្របាទលីមីតអនុគមត្រីកោណមាត្រដែលតម្លៃ x របស់យើងនេះគឺខិតទៅរកចំនួនមួយដែលមិនមែនជាលេខ0បាទអូខេអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាដោះស្រាយលំហាត់នេះអ្នកទាំងអស់គ្នាសាកយកតម្លៃដែល x ខិតទៅរក pi នេះទៅជួសចូលក្នុងកន្សោមលីមីតរបស់យើងបាទទាំងភាគយកទាំងភាគបែកទៅឃើញថាបាទមានរាងបាទយើងយក pi ជួសចូលទីតាំង x ទៅបាន pi ដក pi ដូចនេះចុះខាងលើបាន0បាទហើយខាងក្រោមនេះគឺបាន sin pi បាទ sin pi ក៏ស្មើ0ដូចគ្នាដែរបាទអូខេនេះបាទ sin pi គឺស្មើនឹង0អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើតាមវិធីខាងលើដើម្បីដោះស្រាយលំហាត់នេះជំនាញដំបូងអ្នកទាំងអស់គ្នាអាចតាំងសិនបាទចឹងតាំងអថេថ្មីមួយមកតេស្មើបើចឹងយើងគិតថា x កាត់ទៅរក pi ចឹងគឺតាំងតេស្មើជាមួយ x ដក pi ទៅបាទហើយអ្នកទាំងអស់គ្នាទាញរក x ណាបាទទាញរក x ទៅខ្ញុំបោះដក pi ទៅអង្គម្ខាងទៀតចឹងវាទៅជាបានបូក pi ហើយបូកជាមួយនឹងតេបាទបន្ទាប់មកអ្នកនរគ្នាវិចារប្រាប់គេតិចទៅថានៅពេលដែល x របស់យើងនេះខិតទៅរក pi បាទខ្ញុំយក pi មកជួសចូលទីតាំងហើយ x នេះចឹងវាបាន pi ដក pi ចឹងទៅស្មើ0បាទចឹងតេរបស់យើងស្មើ0អ្នកនរគ្នាសេជាតេខិតទៅរក0បាទបន្ទាប់ពីមានអស់ហើយអ្នកនរគ្នាយកអ្វីដែលយើងបានតាំងទៅចំនួនចូលនៅកន្សោមលីមីតរបស់យើង
3 ok chẳngខ្ញុំធ្វើការចំនួនចូលទៅបាទអញ្ចឹងកសំ limit របស់យើងអាចសរសេរទៅជាបាទចុះខ្ញុំសរសេរវិធានមកវិញសិន limit x ទៅរក pi បាទនៃ pi ដក x ចែកជាមួយនឹង sin x នេះបាទខ្ញុំចាប់ផ្ដើមចំនួនអថេថ្មីចូលទៅបាទអញ្ចឹងអថេរបស់ខ្ញុំគឺអថេថ្មីគឺតេណាអញ្ចឹងអថេថ្មីគឺតេខិតទៅរក0បាទនេះតេខិតទៅរក0នៃអញ្ចឹង pi ខ្ញុំពុកមកវិញសិនហើយដកជាមួយនឹង x តែទាំងអស់គ្នាសង្កេតមើលលើ x របស់យើងបើ x របស់យើងគឺស្មើជាមួយនឹង pi បូកតេអញ្ចឹងខ្ញុំជួសទីតាំង x ដោយ pi បូកតេបាទចំណែកឯខាងក្រោមគឺ sin x ដោយសារតែ x របស់យើងគឺស្មើ pi បូកតេអញ្ចឹងគឺជួសបាទដោយ pi បូកតេបាទបន្តមកទៀតអ្នកខាងលើអ្នកទាំងអស់គ្នាធ្វើការគុណបាទគុណសញ្ញាដកបញ្ចូលទៅបាទសន្ទុះមិនមែនអថេ x ទេអថេតេបាទអញ្ចឹងតេកាត់ទៅរក0នៃបាទ pi ដកបាទគុណបញ្ចូលទៅបានដក pi ហើយដកតេណាបាទចាយជាមួយនឹងបាទ sin pi រូបតេអញ្ចឹងអ្នកទាំងអស់គ្នានៅទីនេះអាចប្រើរូបមន្តបានគឺរូបមន្ត sin នៃ pi បូក alpha បាទអញ្ចឹងខ្ញុំដាក់នៅខាងលើបាទ sin នៃ pi បូក alpha បាទអញ្ចឹងរូបមន្តរបស់វាគឺស្មើជាមួយនឹងដក sin alpha បាទដក sin alpha ចឹងអ្នកនរគ្នាចំនួនយកតែម្ដងបាទ pi របស់យើងគឺ pi ហ្នឹងហើយ alpha គឺតេណាទេណាបាទអញ្ចឹងគឺបានដក sin តេអូខេបន្តទៀតអ្នកនរគ្នាធ្វើការស៊ីសង pi ដក pi នេះគឺដាច់ទៅអញ្ចឹងសល់ limit តេខិតទៅរក0នៃបាទអញ្ចឹងខាងលើសល់តែដកតេទេហើយខាងក្រោមគឺដក sin តេបាទនេះទាំងអស់គ្នាធ្វើការសម្រួលបាទសញ្ញាដកចោលទៅចឹងឃើញថា limit របស់យើងនេះគឺនៅសល់បាទតែតេចែកជាមួយនឹង sin តេទេអូខេពេលនេះអ្នកទាំងអស់គ្នាអាចប្រើរូបមន្តបានតេលើ sin តេនៅពេលដែលតេកាត់ទៅរក0គឺស្មើនឹង1បាទអញ្ចឹង limit របស់យើងគឺចម្លើយរកបានហើយគឺស្មើនឹង1ណា